ចូលស្រឡាញ់មនុស្សដែលស្រឡាញ់យើងស្រឡាញ់មនុស្សដែលស្រឡាញ់យើងវាគឺជាការឲ្យតម្លៃខ្លួនឯងកុំជៀសជាពេលវេលារបស់យើងទៅលើមនុស្សដែលមិនឲ្យតម្លៃយើងព្រោះសេចក្តីស្រឡាញ់ដ៏ពិតប្រាកដវាផ្ដើមចេញពីការចេះគោរពនិងផ្ដល់តម្លៃខ្លួនឯងជាមុនសិនចូលស្រឡាញ់អ្នកណាម្នាក់ដែលឲ្យតម្លៃយើងមិនមែនមនុស្សដែលយើងត្រូវព្យាយាមធ្វើដើម្បីឲ្យគេស្រឡាញ់យើងនោះទេសេចក្តីស្រឡាញ់ដ៏ពិតប្រាកដវាមិនទាមទារការត្រូវប្រឹងប្រែងហួសហេតុពេកនោះទេប្រសិនបើសេចក្តីស្រឡាញ់នោះវាធ្វើឲ្យយើងមានអារម្មណ៍ធុញថប់បាត់បង់ភាពជាខ្លួនឯងនោះវាប្រហែលមិនមែនជាសេចក្តីស្រឡាញ់ដ៏ពិតប្រាកដនោះទេសេចក្តីស្រឡាញ់ដែលល្អបំផុតវាគឺជាសេចក្តីស្រឡាញ់ដែលធ្វើឲ្យយើងមានអារម្មណ៍សុខស្រួលមិនចាំបាច់ត្រូវដេញតាមមិនចាំបាច់ត្រូវបង្ខំឬស្នើសុំឬត្រូវអង្វរនោះទេប្រសិនបើសេចក្តីស្រឡាញ់នោះវាធ្វើឲ្យយើងមានអារម្មណ៍ថាមានសុវត្ថិភាពហើយមានទំនុកចិត្តនោះវាគឺជាសេចក្តីស្រឡាញ់ដែលយើងគួរតែរក្សាទុកយើងស័ក្តិសមនឹងទទួលបាននៅសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់មិនមែនជាការត្រូវស៊ូទ្រាំអត់ធ្មត់ឬការបង្ងើយកន្តើយនោះទេនៅពេលដែលយើងស្រឡាញ់មនុស្សដែលស្រឡាញ់យើងសេចក្តីស្រឡាញ់នោះនឹងផ្ដល់នូវថាមពលវិជ្ជមានមិនមែនជាបន្ទុកនោះឡើយសេចក្តីស្រឡាញ់ដែលមានតុល្យភាពគឺជាការដែលមនុស្សពីរនាក់បានសម្រេចចិត្តជ្រើសរើសគ្នាទៅវិញទៅមកមិនមែនត្រូវមានភាគីណាម្នាក់ត្រូវព្យាយាមតែម្នាក់ឯងនោះទេមនុស្សដែលស្រឡាញ់យើងពិតប្រាកដគេនឹងមិនធ្វើឲ្យយើងតែងតែមានអារម្មណ៍តានតឹងឬសង្ស័យទៅលើគេនោះឡើយអញ្ចឹងចូលយើងជ្រើសស្រឡាញ់មនុស្សដែលស្រឡាញ់យើងផ្ដល់តម្លៃយើងផ្ដល់កិត្តិយសដល់យើងធ្វើឲ្យយើងបានរីកចម្រើនបានអភិវឌ្ឍខ្លួនឯងទៅជាមួយគ្នាហើយបានធ្វើជាខ្លួនឯងយ៉ាងពិតប្រាកដមិនមែនត្រូវតែព្រមធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីតែឲ្យគេពេញចិត្តនោះទេ